ក្រោយពីការភ្ញាក់ផ្អើលហើយនោះឪពុករបស់ Sherry ក៏បានលើកឡើងថាគាត់គឺបានចាំពួកឯងនេះគឺយូរណាស់មកហើយគូកានៅពេលដែលឃើញបែបនេះហើយគាត់ក៏បានរាក់ទាក់ទៅកាន់គាត់ផងដែរដោយគាត់ក៏បានប្រាប់ថាគាត់នឹងឯងគឺជាមិត្តប្រុសរបស់ Sherry គ្រាន់តែលើបែបនេះហើយធ្វើឲ្យឪពុកម្ដាយរបស់ Sherry នេះគឺភ្ញាក់ផ្អើលតែម្ដងពីព្រោះនៅពេលដែលពួកគេគឺបានស្ដាប់សំឡេងរបស់ទូកប្រុសយើងតាមទូរស័ព្ទនោះហាក់បីដូចជា gangster អញ្ចឹងគណៈពេលនោះស្រាប់តែប្អូនរបស់គូកានឹងក៏ចាប់ផ្ដើមកដាស់យកតែម្ដងដោយសារតែពេលនេះគឺនាងត្រជាក់ខ្លាំងពេកប៉ារបស់ Sherry នៅពេលដែលឃើញក្មេងៗទាំងពីរនាក់នេះគាត់ក៏បានសួរទៅកាន់ទូកប្រុសយើងថានេះគឺជាកូនរបស់លោកមែនទូកប្រុសរបស់យើងក៏បាននិយាយប្រាប់តែម្ដងថាមិនមែនជាកូននោះទេតែគឺជាប្អូនរបស់គាត់អញ្ចឹងហើយក៏ធ្វើឲ្យឪពុករបស់ Sherry ក៏បានសុំទោសផងដែរដោយការយកច្រឡំរបស់គាត់ចំណែកម៉ាក់របស់ Sherry នៅវិញក៏បាននិយាយផងដែរថាគាត់ក៏មិនចង់រំខានក្មេងៗក្នុងការកេងទេដូច្នេះហើយក៏ទុកពេលឲ្យមួយយប់ទៀតចាំនិយាយគ្នាក្រោយពីការនិយាយឲ្យនោះពួកគេក៏បានដាស់ដើម្បីត្រឡប់ទៅវិញបាត់ទៅចំណែកបងប្អូនរបស់គូកាគឺមានអារម្មណ៍ថាព្រួយបារម្ភទៅកាន់ Sherry មែនតើ Sherry ក៏បានប្រាប់ថាមិនអីនោះទេវាជារឿងធម្មតាតើបន្តមកទៀតសាច់រឿងក៏កាន់នៅពេលដែលតួស្រីរបស់យើងនឹងគាត់កំពុងតែនិយាយជាមួយនឹងតួប្រុសរបស់យើងថានាងទោះជាយ៉ាងណាក៏ដោយគឺនាងមិនត្រឡប់ទៅកោះរបស់នាងជាដាច់ខាតប៉ុន្តែតួប្រុសរបស់យើងគឺនៅតែព្រួយបារម្ភទៅកាន់នាងអញ្ចឹងថាវាពិតជាពិបាកខ្លាំងណាស់ចំណែក Sherry នៅតែអះអាងអញ្ចឹងថានាងគឺបានសេរីភាពដោយសារតែលោកយាយរបស់នាងគឺបានចែកឋានទៅហើយលោកយាយរបស់ Sherry ក៏បានស្នើសុំមុនដែលគាត់បាត់បង់ជីវិតទៅនោះស្នើសុំម្ដាយរបស់ Sherry ដើម្បីឲ្យនាងគឺមានសេរីភាពបន្តមកទៀតទូប្រុសយើងក៏បានបកនិយាយអំពីឬការផ្ដាច់ចំណងម្ដងគាត់ថានេះគឺជាឱកាសរបស់ពួកគេដើម្បីផ្ដាច់ចំណងរវាងនាងហើយនិងខ្ញុំតើនាងបានបញ្ជាកូនចៅរបស់នាងមួយណាដើម្បីផ្ដាច់ចំណងរបស់ពួកគេអញ្ចឹងហើយ Sherry ក៏បានប្រាប់តែម្ដងថាម្នាក់សក់ខ្លីដែលបានមកជាមួយនឹងម្ដាយរបស់នាងនឹងឯងក៏ប៉ុន្តែដំណឹងដែលនាងគឺបានភ្ជាប់ពាក្យជាមួយនឹងទូប្រុសរបស់យើងនោះការស្វែងរកវិធីដើម្បីផ្ដាច់ចំណងនោះគឺអត់ដឹងឮដល់ម្ដាយរបស់នាងទេហើយនិយាយបានថាគឺរក្សាការសម្ងាត់នឹងឯងបន្តមកទៀត Sherry ក៏បានលើកឡើងពីចំណុចផងដែរថាពួកគេមុនដំបូងហ្នឹងគឺត្រូវតែសួរអំពីម្ដាយរបស់នាងនិងប្រាប់ពីការលុបចំណងរបស់ពួកគេដែលបានភ្ជាប់ពាក្យជាមួយនឹងគ្នាហើយចំណុចទី2នោះយើងត្រូវតែព្យាយាមធ្វើយ៉ាងម៉េចក៏ដោយឲ្យពួកគេទាំងអស់គ្នានោះគឺបានត្រឡប់ទៅវិញដោយសន្តិភាពក្រោយមកពួកគេទាំងពីរនាក់ក៏បានសម្រេចចិត្តយកពីចំណុចដែល Sherry ក៏បានលើកឡើងហ្នឹងខណៈពេលទូប្រុសយើងកំពុងតែសម្រាកគេនោះគាត់ក៏បានគិតថាក៏សង្ឃឹមថារឿងនៅថ្ងៃស្អែកវានឹងប្រសើរឡើងចំណែក Sherry នៅវិញនាងកំពុងតែអង្គុយសរសេរសភៅរបស់នាងឯកំណត់របស់គាត់ក៏បានគិតដូចជាទូប្រុសរបស់យើងអញ្ចឹងពេលវេលាថ្ងៃស្អែកក៏បានកាត់ចូលមកដល់យល់ថា Sherry និងគូកាកំពុងតែរៀបចំខ្លួនដើម្បីទៅជួបឪពុកម្ដាយរបស់ Sherry គូកាក៏បានផ្ដាំទៅកាន់ Chibi ផងដែរថាឲ្យមើលទៅកាន់បងប្អូនគាត់ទាំងពីរនាក់ផងចំណែកអ្នកទាំង3ឯនេះវិញពួកគេក៏បានជូនពរទៅកាន់អ្នកទាំងពីរថាឲ្យសំណាងល្អដូចគ្នាពួកគេជឿថាអ្នកទាំងពីរនឹងត្រឡប់មកវិញជាមួយនឹងគ្នាក្រោយពីការនិយាយផ្ដាំឲ្យនោះតួប្រុសនិងតួស្រីរបស់យើងកំពុងតែធ្វើដំណើរដើម្បីទៅកន្លែងនោះតែម្ដងដោយការធ្វើដំណើរមិនយូរប៉ុន្មានអ្នកទាំងពីរក៏បានទៅដល់កន្លែងអូតែមួយហើយអ្នកទាំងពីរក៏បានទៅជួបគ្រួសាររបស់ Sherry ដែលគាត់កំពុងតែអង្គុយចាំអ្នកទាំងពីរផងដែរភ្លាមនោះ Sherry ក៏បានសួរទៅកាន់ឪពុករបស់នាងថាពីអ្នកទៀតមិនក៏អត់ឃើញមកអញ្ចឹងឪពុករបស់នាងក៏បានតបថាអ្នកទាំងពីរគឺមិនបានមកនោះទេដោយពួកគេគឺនៅក្នុងបន្ទប់ហើយមួយតូចជាងគេនឹងនៅភាគក្រោយគឺដឹងហើយថាវាមានគោលបំណងអ្វីអញ្ចឹងហើយឪពុករបស់នាងថាទៅរកកន្លែងអង្គុយនិយាយគ្នាក៏ប៉ុន្តែខណៈពេលនោះស្រាប់តែ Sherry និងម៉ាក់របស់គាត់នឹងកំពុងតែឆ្លោះគ្នាតែម្ដងនិយាយស្រួលទៅគឺនាងទាំងពីរនាក់គឺនិយាយឌឺដងគ្នានឹងឯងបន្តមកទៀតសាច់រឿងក៏កាត់ឈុតនៅពេលដែលពួកគេក៏បានមកកន្លែងអង្គុយដើម្បីពិភាក្សាគ្នាហើយខណៈពេលនោះទូប្រុសយើងក៏បានខ្សឹបនិយាយទៅកាន់ Sherry ផងដែរថាកុំបារម្ភពីគាត់អីនាងត្រូវតែផ្ដោតលើកិច្ចការរបស់នាងទៅចុះនៅពេលនេះពួកគេក៏បាននឹកឃើញនៅពេលដែលពួកគេក៏បានពិភាក្សានៅពេលដែលការពីយប់មិញហ្នឹងថាពួកគេនឹងប្រាប់រឿងរ៉ាវទាំងអស់ដែលតាក់ទងជាមួយនឹងការភ្ជាប់ពាក្យក្រោយពីការនឹកឃើញហើយ Sherry ក៏បានយកសៀវភៅមួយដែលនិយាយអំពីទូប្រុសរបស់យើងនិយាយឲ្យស្រួលទៅក្នុងសៀវភៅមួយនោះគឺសរសេរសរសើរទៅកាន់ទូប្រុសយើងទាំងអស់តែម្ដងគ្រាន់តែឮបែបនេះធ្វើឲ្យតួប្រុសយើងចាប់ផ្ដើមសួរទៅកាន់នាងថាហេតុអ្វីបានត្រូវធ្វើបែបនេះតែត្រូវបានម៉ាក់របស់ Sherry ក៏បានកាត់មុខរបស់ពួកគេនិងនិយាយសម្ដៅទៅកាន់ទូប្រុសយើងថាអ្នកមិនទាន់ដឹងថាពួកគេគឺជាអ្នកណានោះទេហើយគាត់នៅតែប្រួយបារម្ភថាទូប្រុសយើងនឹងខ្លាចតែក្បត់តួស្រីរបស់យើងនៅថ្ងៃអនាគតជាពិសេសឥឡូវនេះតួប្រុសយើងគឺត្រឹមតែជាមនុស្សសាមញ្ញនោះទេដូច្នេះហើយគាត់មិនលើកលែងជាដាច់ខាតហើយគាត់ក៏មិនអនុញ្ញាតឲ្យតួប្រុសយើងខ្លាចតែជាគូដណ្ដឹងរបស់ Sherry នោះឡើយមានន័យស្រាប់តែតួស្រីរបស់យើងគឺផ្ទុះកំហឹងតែម្ដងនិងនិយាយក្តាញ់ថាគូកាមិនមែនជាមនុស្សដែលម៉ាក់ដែលបានគិតដូចនេះនោះទេនៅពេលនេះគូកាគឺបានដឹងពីរឿងរ៉ាវរបស់នាងហើយក៏ប៉ុន្តែគាត់នៅតែទទួលយកពីគាត់គ្រាន់តែលើបែបនេះធ្វើឲ្យតួប្រុសយើងគឺគាំងយកម្ដងមិនដឹងស្វាថាតួស្រីរបស់យើងគឺឆ្លើយប្រាប់លឿនៗអញ្ចឹងទេកូនថាម៉េចគេទទួលយកកូនមែនអត់ទេអ្នកមីងចាំខ្ញុំបញ្យល់ប្រាប់តាមលំដាប់លំដោយក៏ប៉ុន្តែនៅពេលនោះស្រាប់តែម្ដាយរបស់ Sherry និង Sherry កំពុងតែឆ្លោះគ្នាតែម្ដងម៉ាក់របស់ Sherry ក៏បានស្ដីឲ្យទៅកាន់ Sherry ថាតើឯងគឺបានទម្លាយអាកំបាំងរកខ្លួនឲ្យទៅកាន់អ្នកដទៃដឹងចំណែក Sherry វិញក៏បានឆ្លើយប្រាប់ថាពួកគេទាំងពីរនាក់ក៏បានភ្ជាប់ចំណងជាមួយនឹងគ្នាហើយដោយសារតែឧបតហេតុបណ្ដាឲ្យដៃរបស់ទូប្រុសយើងគឺបានមុនកន្ទុយរបស់នាងហើយក៏ជាហេតុដែលធ្វើឲ្យពួកគេគឺបានភ្ជាប់ចំណងជាមួយនឹងគ្នាហើយនៅពេលនេះ
គ្រាន់តែលើបែបនេះហើយធ្វើឲ្យម៉ាក់របស់ Cherry គឺកាំងយកហ្មងហើយទៅប្រុសយើងក៏បានព្យាយាមនិយាយផងដែរថានោះគឺជាឧបតហេតុទេគ្រាន់ពីលើរឿងរ៉ាវរបស់ Cherry បែបនេះហើយនោះម៉ាក់របស់ Cherry ក៏បានបង្ហាញរបស់នាងពីការអន់ចិត្តចំពោះតួស្រីរបស់យើងខ្លាំងមែនទែននិងខកចិត្តជាខ្លាំងនៅពេលដែលតួស្រីរបស់យើងគឺបណ្ដោយឲ្យវាជួបរឿងបែបនេះហើយខ្ញុំនៅពេលនេះខ្ញុំមិនជឿរំពឹងទុកថាអ្នកទាំងពីរនឹងគឺបានយកលេសមកដោះសារឯងគឺជាដៃគូរបស់ Cherry តាមមែនទេដែលបានភ្ជាប់ពាក្យជាមួយនឹងគ្នាហើយតាមទំនៀមទម្លាប់ប្រពៃណីរបស់ពួកគេនោះពួកគេមិនអនុញ្ញាតឲ្យមនុស្សក្រៅដែលបានរៀបការជាមួយនឹងព្រះនាងនោះទេតើតែមនុស្សនោះរស់នៅតំបន់កោះដូចគ្នាទើបអាចរៀបការបានតែអ្នកក្រៅគឺគ្មានសិទ្ធិនោះឡើយបន្តមកម៉ាក់របស់ Cherry ក៏បាននិយាយលំលោមទៅកាន់កូនស្រីរបស់ខ្លួនក៏ប៉ុន្តែបើជា Cherry ក៏បានតបថាគាត់គឺបានឈប់ជឿលើទៅរឿងទាំងអស់នេះហើយឥឡូវនេះគឺវាគ្រប់គ្រាន់សម្រាប់នាងខ្លាំងណាស់មានអីនាងក៏ចាប់ផ្ដើមដើរចេញពីទីនោះឡើងលឿនតែម្ដងបន្តមកទៀតសាច់រឿងក៏កាន់នៅពេលអតីតកាលនៅពេលដែលតួស្រីរបស់យើងគឺនៅក្មេង Cherry ក៏បានប្រាប់ទៅកាន់ម៉ាក់ថានាងគឺបានរៀនជាប់លេខ1ហើយដូច្នេះនាងគឺថ្ងៃនេះចង់សុំម៉ាក់ទៅលេងជាមួយក្មេងៗដទៃទៀតប៉ុន្តែម៉ាក់របស់គាត់ក៏បានបដិសេធថានាងគឺជាព្រះនាងមិនមែនជាមនុស្សសាមញ្ញទេដូច្នេះហើយសូមធ្វើតាមទំនៀមទម្លាប់ប្រពៃណីរបស់ពួកយើងទៅកាត់ចូលពីបច្ចុប្បន្នវិញទូប្រុសយើងក៏បានរកឃើញ Cherry ផងដែរដែលនាងកំពុងតែនៅលើស្ពានមួយយើងមើលទៅទុកមុខរបស់នាងទៅកំពុងតែក្រៀមក្រំនឹងតែម្ដងពេលនោះទូប្រុសយើងក៏បានព្យាយាមនិយាយលើកទឹកចិត្តទៅកាន់ Cherry ថានាងគឺធ្វើបានល្អហើយប៉ុណ្នេះដូច្នេះហើយយើងត្រូវតែតស៊ូជាមួយគ្នាបន្តទៅមុខទៀតនិងជំនះរាល់ឧបសគ្គដែលពួកយើងកំពុងតែជួបប្រទះភ្លាមនោះឪពុករបស់ Cherry ក៏បានចូលមកដល់ផងដែរដែលគាត់ក៏បានប្រាប់ទៅកាន់អ្នកទាំងពីរថាឲ្យត្រឡប់ទៅវិញទៅឥឡូវនេះម៉ាក់របស់ឯងកំពុងតែរងចាំឯងដូច្នេះហើយពួកគេទាំងពីរនាក់ក៏បានយល់ព្រមនឹងធ្វើដំណើរដើម្បីទៅអង្គុយដើម្បីពិភាក្សាគ្នាវិញទៀតនៅពេលទៅដល់នោះម៉ាក់របស់ Cherry ក៏បានសុំទោសទៅកាន់កូនរបស់ខ្លួនឯងផងដែរថាគាត់មិនបានស្ដាប់ហេតុផលរបស់កូនចឹងហើយគាត់ក៏បានសួរទៅកាន់តួស្រីរបស់យើងថាគ្រោះថ្នាក់អ្វីបានជាពួកគេបានជាប់ចំណងជាមួយនឹងគ្នាហើយទៅប្រុសយើងក៏បានសុំបញ្យល់រឿងរ៉ាវទាំងអស់នោះប្រាប់ទៅកាន់ម៉ាក់របស់ Cherry ឲ្យបានដឹងនិងនិយាយឲ្យឡើងក្បោះក្បាយឡើងពេញតែនឹងតែម្ដងនៅពេលដែលគាត់បានស្ដាប់ហើយនោះគាត់ក៏បាននិយាយផងដែរថាឧបតហេតុទាំងអស់នោះដោយសារតែទូប្រុសយើងកំពុងតែព្យាយាមជួយទៅកាន់តួស្រីរបស់យើងទោះបីជាលោកព្យាយាមនិយាយទទួលខុសត្រូវក៏ដោយក៏ប៉ុន្តែតំណែងតំណងមួយនេះគឺគ្មានន័យដដែលហើយការភ្ជាប់ពាក្យទាំងអស់នោះត្រូវតែលុបចោលភ្លាមៗមានអីភ្លាមនោះស្រាប់តែ Cherry ក៏បានឆ្លើយថាចាខ្ញុំនឹងយល់ព្រមនឹងលុបចោលហ៎ពាក្យលុបចោលគ្រាន់តែលើបែបនេះហើយធ្វើឲ្យម៉ាក់របស់ Cherry គឺសប្បាយចិត្តឡើងវិញតែម្ដងរហូតដល់ស្រក់ទឹកភ្នែកចឹងហើយក៏ធ្វើឲ្យអ្នកទាំងពីរគឺកាំងយកមកនៅពេលដែលឃើញម៉ាក់របស់គាត់កំពុងតែស្រក់ទឹកភ្នែកនឹងឯងនៅពេលនោះតួស្រីរបស់យើងក៏បាននិយាយផងដែរថានាងនឹងត្រឡប់ទៅកោះវិញក៏ប៉ុន្តែនាងនៅទីនេះដើម្បីបញ្ចប់កិច្ចការរបស់នាងសិនតើអ្នកម៉ាក់មានដឹងដែរឬទេនៅពេលដែលលោកយាយក៏បានចែកឋានទៅគាត់ក៏បានផ្ដាច់ផ្ដាំថាឲ្យនាងគឺមានសេរីភាពម៉ាក់ Cherry គ្រាន់តែលើបែបនេះគាត់ក៏បានដឹងថាតួស្រីរបស់យើងគឺចង់បន្តក្នុងការគូមេងកាចឹងហើយគាត់ក៏បានសួររឿងរ៉ាវទាំងអស់ថាប្រាប់ឲ្យគាត់ឲ្យបានដឹងមកថាធ្វើកិច្ចការទាំងអស់នោះវាបានផលយ៉ាងម៉េចដែរចឹងហើយទៅប្រុសយើងក៏បានចេញមុខការពារទៅកាន់ Cherry និងនិយាយជំនួស Cherry តែម្ដងថានៅពេលដែល Cherry ក៏បានមករស់នៅដំបូងនោះនាងក៏បានតែងតែរាក់ទាក់ទៅកាន់ប្រជាជនដែលនៅជុំវិញរបស់ខ្លួននាងក៏បានធ្វើឲ្យមនុស្សនៅទីនោះក៏បានគោរពស្រឡាញ់មកកាន់នាងមិនត្រឹមតែប៉ុណ្ណោះទៅប្រុសយើងបានយកកណ្ដាស់កិច្ចការជាច្រើនដែលពួកគេក៏បានគូររុកមេងកាជាមួយនឹងគ្នានឹងឯងថានេះជាសមិទ្ធផលរបស់ Cherry ក៏បានខំប្រឹងរបស់នាងប្រហែលខែចុងក្រោយនេះអញ្ចឹងហើយទាំងម្ដាយរបស់ Cherry និងឪពុករបស់ Cherry ក៏បានយកកណ្ដាស់ទាំងអស់នោះដើម្បីមកមើលតែម្ដងពីស្នាដៃរបស់កូនខ្លួនឯងអញ្ចឹងហើយ Cherry ក៏បានប្រាប់ទៅកាន់ទូប្រុសយើងឲ្យបានដឹងថាអ្នកទាំងពីរគឺអត់ចេះមើលមេងកាទេក៏ប៉ុន្តែទូប្រុសយើងនៅតែបង្ហាញពីសមិទ្ធផលដែលពួកគេគឺបានធ្វើរួមគ្នាអញ្ចឹងហើយម៉ាក់របស់ Cherry ក៏បានសួរទៅកាន់ទូប្រុសយើងផងដែរថាស្នាដៃទាំងអស់នេះគឺជាសិល្បករតាមមែនទេមានន័យទូប្រុសយើងក៏បានបញ្យល់ប្រាប់ក្តាញ់ផងដែរថាប្រសិនបើនាងគឺចូលចិត្តមើលមេងកាដែរនោះគាត់ណាថាមេងកាទាំងអស់នោះគឺវាល្អមើលខ្លាំងណាស់ជាពិសេសទូប្រុសយើងក៏បាននិយាយអំពីទូស្រីរបស់យើងផងដែរថានាងគឺខំធ្វើការខ្លាំងណាស់ក្នុងការគូររូបមេងកាជាច្រើនទោះបីជាគាត់ហាមទៅកាន់នាងក៏ដោយក៏ប៉ុន្តែនាងនៅតែបន្តកិច្ចការរបស់នាងដដែលអញ្ចឹងមូលហេតុរឿងរ៉ាវទាំងអស់នោះដោយសារតែទូស្រីរបស់យើងគឺចូលចិត្តខាងគូមេងកាហើយឥឡូវនេះគឺគាត់មិនអាចសុំអ្វីបានច្រើននោះទេគឺគាត់សុំឲ្យអ្នកទាំងពីរផ្ដល់ពេលវេលាឲ្យទៅកាន់ Cherry ផងឪពុករបស់ Cherry នៅពេលដែលឃើញទូប្រុសយើងគឺទទួលខុសត្រូវបែបនេះហើយគាត់ក៏បានយល់ព្រមឲ្យ Cherry នៅតែបន្តក៏ប៉ុន្តែក៏ទុកពេលរយៈពេល1ឆ្នាំគ្រាន់តែលើប៉ុណ្នេះហើយធ្វើឲ្យអ្នកទាំងពីរគឺសប្បាយចិត្តតែម្ដងនៅពេលនោះណែម្ដាយរបស់ Cherry នៅវិញក៏បានយល់ស្របដូចជាប្តីរបស់គាត់អញ្ចឹងក្រោយពីការនិយាយត្រូវរើគ្នាហើយនោះទូប្រុសយើងក៏បាននិយាយគ្នាជាមួយនឹងឪពុករបស់ Cherry ផងដែរឪពុករបស់ Cherry ក៏បានឆ្លើយប្រាប់ថាគាត់ក៏មិនដឹងពីវិធីដើម្បីលុបចំណងរបស់ពួកគេទេក៏ប៉ុន្តែនៅពេលដែលគាត់ស្វែងរកឃើញហើយនោះគាត់នឹងផ្ដល់ដំណឹងឲ្យបានដឹងណែម្ដាយហើយនឹងកូននៅវិញកំពុងតែបែកខ្នងដាក់គ្នាហើយដោយសារតែពួកគេតាំងពីដើមមកមិនសូវត្រូវគ្នាប្រហែលទេលឿននោះស្រាប់តែម្ដាយរបស់ Cherry ក៏បានបែរមកនិងប្រាប់ទៅកាន់ Cherry ថាគាត់ពិតជារីករាយខ្លាំងណាស់នៅពេលដែលឃើញកូនធ្វើបានល្អបែបនេះហើយឪពុករបស់ Cherry ក៏បានយកកន្សែងដើម្បីជូតទឹកភ្នែកប្រពន្ធរបស់ខ្លួនបន្ទាប់មកឪពុកម្ដាយរបស់ Cherry ក៏បានលាទៅកាន់អ្នកទាំងពីរដើម្បីត្រឡប់ទៅកោះវិញចំណែកអ្នកទាំងពីរនៅវិញកំពុងតែខ្សោះខ្លួនតែម្ដងនៅពេលដែលពួកគេក៏បានដោះស្រាយរឿងរ៉ាវទាំងអស់នេះរួចនោះស្រាប់តែ Cherry ក៏បានបើកភ្នែកធំៗដោយសារតែនាងក៏បាននឹកឃើញពីទូប្រុសរបស់យើងកាលពីលើកមុននាងក៏បានស្ដីបន្ទោសទៅកាន់ទូប្រុសរបស់យើងថាគ្មានទំនុកចិត្តលើខ្លួនឯងសោះអញ្ចឹងហ៎ក៏ប៉ុន្តែនៅពេលនេះគឺខ្ញុំមានទំនុកចិត្តលើខ្លួនឯងហើយភ្លាមនោះ Cherry ក៏បានយកដៃរបស់នាងក៏បានដាក់លើទ្រូងរបស់ Kuga និងប្រាប់ទៅកាន់
ទូប្រយើងថានាងពិតជាអរគុណខ្លាំងណាស់នៅពេលដែលទូប្រយើងក៏បានរក្សាវាទុកឲ្យនាងខ្ញុំពិតជាអរគុណទៅកាន់ទូប្រយើងខ្លាំងណាស់នៅពេលដែលលោកគឺបានព្យាយាមនៅក្បែរនាងជានិច្ចនៅថ្ងៃនេះបន្ទាប់មកសាច់រឿងក៏កាន់នៅពេលយប់គឺថាអ្នកទាំង3នឹងកំពុងតែអង្គុយចាំទៅកាន់អ្នកទាំងពីរដើម្បីត្រឡប់មកវិញក៏ប៉ុន្តែពួកគេម្នាក់ៗហ្នឹងគឺប្រួយបារម្ភមែនទែនភ្លាមនោះបងប្អូនរបស់កូកាទាំងពីរនាក់ហ្នឹងក៏បានយកផ្កាយមួយតំណាងឲ្យផ្កាយនោះគឺបានធ្លាក់មកកាន់ពួកគេមានន័យថាផ្កាយនោះគឺជាឈីរីអញ្ចឹងពួកគេសន្មតថាឈីរីនឹងត្រឡប់មកផ្ទះវិញភ្លាមនោះក៏ស្រាប់តែលើកកម្ដឹងធ្វើឲ្យពួកគេគឺសប្បាយចិត្តតែម្ដងហើយពួកគេក៏បានរត់ទៅមើលក៏ស្រាប់តែឃើញទៅប្រុសរបស់យើងនិងឈីរីក៏បានត្រឡប់មកវិញជាមួយនឹងគ្នាដូច្នេះហើយធ្វើឲ្យពួកគេទាំង3នាក់គឺសប្បាយចិត្តមែនទែននៅពេលដែលឃើញឈីរីក៏ត្រឡប់មកវិញអញ្ចឹងចំណែកទៅប្រុសហើយនិងទូស្រីរបស់យើងក៏បានផ្អែកខ្លួនទៅលើក្តារដោយនៅក្នុងចិត្តរបស់ពួកគេគឺសប្បាយចិត្តខ្លាំងណាស់នៅពេលដែលពួកគេគឺបានដោះស្រាយជាមួយនឹងឪពុកម្ដាយរបស់ឈីរីហើយពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមសើចយកតែម្ដងនៅពេលនោះសាច់រឿងក៏កាន់នៅពេលដែលទូប្រុសយើងកំពុងតែគេងសម្រាប់នោះក៏បានឃើញពីអតីតកាលរបស់គាត់ដោយការគាត់នៅពីក្មេងនឹងឪពុករបស់គាត់ក៏បានផ្ដាំទៅកាន់ទូប្រុសយើងផងដែរថាឲ្យធ្វើជាមនុស្សល្អនិងធ្វើជាមនុស្សដែលចិត្តទូលាយនៅពេលដែលគាត់ញ៉ាំការ៉េមជាមួយនឹងម៉ូកានឹងគាត់ក៏បានឈ្នះរង្វាន់ការ៉េមមួយទៀតហើយគាត់បង្រងឲ្យទៅកាន់នាងហើយប៉ុន្តែម៉ូកាក៏បានប្រាប់ថានេះគឺជារបស់លោកដូច្នេះហើយលោកគឺដូរយកទៅញ៉ាំខ្លួនឯងចោលក៏ប៉ុន្តែទូប្រុសយើងគឺមិនបានយកដូរនោះទេបែរជាគាត់យកទុកធ្វើជាអនុស្សាវរីយ៍ទៅវិញមូលហេតុដោយសារតែគាត់មិនហ៊ានប្រឈមនឹងការពិតហើយការសម្បិនបែបនេះហើយធ្វើឲ្យគាត់គឺបានភ្ញាក់ឡើងវិញនិងគិតផងដែរថាតើហេតុអ្វីបានជាគាត់គឺជាមនុស្សអាត្មានិយមបែបនេះតែរឿងក៏កាន់នៅពេលព្រឹកយើងឃើញថាអង្គរៈដៃស្វែងដៃស្ដាំរបស់ទូស្រីរបស់យើងក៏បានមកដល់ហើយដោយសារតែពេលនេះពួកគេគឺបានរកវិធីដើម្បីលុបបំបាត់ចំណងរបស់ពួកគេហើយតែម្នាក់ក្មេងជាងគេនឹងគឺមិនសូវស្រួលខ្លួនឡើយដោយសារតែគាត់គឺពលកប៉ាល់នឹងឯងពីព្រោះយើងដឹងស្រាប់ហើយថានៅតំបន់កោះវាពោពេញទៅដោយគ្របដណ្ដប់សមុទ្រហើយអញ្ចឹងទៅធ្វើដំណើរទៅណាវែងឆ្ងាយហ្នឹងគឺប្រើតែកំប៉ាល់ឬក៏កណូតអីហ្នឹងតមកទៀម្នាក់ស្រីដែលដៃស្ដាំសក់ខ្លីហ្នឹងគាត់ក៏បានយកតង្កៀបមួយដែលគាត់ក៏បានប្រាប់ថានេះគឺជាតង្កៀបសម្រាប់គៀបយករបស់ទាំងចេញដើម្បីផ្ដាច់ចំណងរវាងរបស់អ្នកទាំងពីរបានហើយតង្កៀបមួយនេះគឺធ្វើចេញពីលោហៈផ្កាយម្នាក់ដៃស្ដាំហ្នឹងក៏បានបញ្យល់ប្រាប់ទៀតផងដែរថាពួកគេគឺមិនអាចធ្វើកម្មវិធីនៅទីនេះបានទេគឺទៅធ្វើនៅកន្លែងកោះរបស់គេនឹងតែម្ដងហើយសូមឲ្យអ្នកទាំងពីរគឺទៅកន្លែងកោះនោះនៅថ្ងៃស្អែកប៉ុន្តែភ្លាមនោះក៏ស្រាប់តែម្នាក់ក្មេងជាងគេហ្នឹងគាត់ក៏បានប្រាប់ថាគាត់កំពុងតែលេងស្រួលខ្លួនមែនតើហើយគាត់ពិតជាសំទោសខ្លាំងណាស់អញ្ចឹងហើយឈីរីក៏មានការប្រួយបារម្ភផងដែរគាត់ក៏បានយកក្មេងម្នាក់នោះដើម្បីទៅសម្រាប់បន្ទប់របស់នាងប្រាប់ទៅកាន់ទូប្រុសយើងថាឲ្យនិយាយគ្នាជាមួយនឹងដៃស្ដាំរបស់នាងទៅបន្ទាប់មកម្នាក់ដៃស្ដាំនោះក៏ចាប់ផ្ដើមយកម៉ែដើម្បីវាស់ខ្លួនទូប្រុសរបស់យើងដើម្បីបង្កើតឈុតតាមទំនៀមទម្លាប់ប្រពៃណីរបស់ពួកគេបន្ទាប់មកម្នាក់ដៃស្ដាំក៏បានបញ្យល់ប្រាប់ទៅកាន់ទូប្រុសយើងផងដែរថាតាមការពិតទៅមូលហេតុដែលពួកគេគឺមិនអាចឲ្យទូប្រុសយើងគឺបានរៀបការជាមួយនឹងឈីរីនោះដោយសារតែព្រះនាងគឺជាមនុស្សដែលអាចស្នងតំណែងពីម្ដាយរបស់នាងបានដូច្នេះហើយតើតែបរិះណាដែលស័ក្តិសមបំផុតទើបអាចរៀបការជាមួយនឹងនាងហើយក៏ជាហេតុដែលធ្វើឲ្យម្ដាយរបស់ឈីរីគឺបដិសេធនឹងស្នេហារបស់ពួកគេនឹងឯងហើយនាងក៏បានបន្តទៀតថានៅពេលដែលលុបបំបាត់ចំណងស្នេហាមួយនេះហើយអារម្មណ៍ស្នេហារបស់ទូប្រុសយើងគឺទៅលើទូស្រីរបស់យើងគឺលែងមានទៀតហើយកម្មមកកន្លែងឈីរីនៅវិញគាត់ក៏បានឲ្យក្មេងប្រុសម្នាក់នោះគឺសម្រាយហើយគាត់ក៏បានសុំទោសទៅកាន់ឈីរីដែលធ្វើឲ្យឈីរីគឺមានការប្រួយបារម្ភមកកាន់គាត់ពេលនោះឈីរីបង្រឹងដើរចាក់ចេញហើយក៏ប៉ុន្តែក្មេងម្នាក់នោះនៅតែបញ្ឈប់ទៅកាន់នាងនឹងបង្ហាញបន្តោងខ្សែកមួយធ្វើឲ្យឈីរីគឺរៀងភ្ញាក់ផ្អើលផងដែរនៅពេលដែលឃើញបន្តោងមួយនេះមានន័យថាបរិះណាដែលមានបន្តោងមួយនេះគឺអាចសុំព្រះនាងគឺរៀបការជាមួយគ្នាបានហើយក្មេងប្រុសម្នាក់នោះក៏បានបន្តទៀតថាពួកគេកំពុងតែរងចាំព្រះនាងដើម្បីត្រឡប់ទៅវិញបន្តមកសាច់រឿងក៏កាន់នៅពេលដែលពួកគេគឺបានប្រាប់ទៅកាន់ទូប្រុសរបស់យើងនិងទូស្រីរបស់យើងរួចរាល់ហើយក៏ដល់ពេលវេលាដើម្បីពួកគេគឺត្រឡប់ទៅវិញផងដែរតពីអ្នកទាំងពីរគឺបានចាក់ចេញទៅហើយនោះទូប្រុសហើយនិងទូស្រីរបស់យើងកំពុងតែនិយាយគ្នាដោយពួកគេហាក់បីដូចជាសប្បាយចិត្តអញ្ចឹងតែធៀបពិតនោះអ្នកទាំងពីរនឹងគឺមានអារម្មណ៍ថាសោកស្ដាយមែនទែននៅពេលដែលពួកគេគឺធ្វើបែបនេះណាមួយក្នុងចិត្តរបស់ពួកគេគឺអត់ទាន់ដាច់អាឡ័យជាមួយនឹងគ្នាទេភ្លាមនោះបងប្អូនរបស់គូកាក៏បានបង្ហាញខ្លួននិងសួរទៅកាន់ទូប្រុសយើងថាពីអ្នកមិញហ្នឹងគឺជានរណាគេហេតុអ្វីបានជាគេមកអញ្ចឹងប៉ុន្តែអ្នកទាំងពីរក៏បានព្យាយាមបញ្យល់ប្រាប់ទៅកាន់បងប្អូនរបស់គូកាថាអ្នកទាំងពីរហ្នឹងគ្រាន់តែជាអ្នកស្គាល់គ្នាទេដោយមិនចង់ឲ្យបងប្អូនរបស់គូកាទាំងពីរនាក់ហ្នឹងគឺដឹងរឿងរ៉ាវទាំងអស់នេះពួកគេក៏បានប្រមូលគ្នាដើម្បីមកជជែកគ្នាលេងបន្តមកទៀតសាច់រឿងក៏កាន់នៅពេលយប់យើងឃើញថាបងប្អូនរបស់គូកាទាំងពីរនាក់ក៏បានចូលសម្រាប់ហើយទូប្រុសរបស់យើងក៏បានទំនាក់ទំនងទៅកាន់ម៉ូកាផងដែរថាថ្ងៃស្អែកគាត់គឺរវល់ខ្លាំងណាស់ដូច្នេះសូមឲ្យម៉ូកាគឺមកជួយមើលបងប្អូនរបស់គាត់ចំនួន1ថ្ងៃផងហើយម៉ូកាក៏បានយកព្រមភ្លាមៗដោយសារតែនាងគឺចូលចិត្តមើលក្មេងៗប្រុសរបស់យើងក៏បានបញ្យល់ប្រាប់ទៅកាន់ម៉ូកាឲ្យបានដឹងថាទំនាក់ទំនងរបស់គាត់ហើយនឹងឈីរីគឺត្រូវតែបញ្ចប់នៅថ្ងៃស្អែកហើយពីព្រោះគាត់មិនចង់ឲ្យទូស្រីរបស់យើងគឺមកពិបាកជាមួយនឹងគាត់នោះទេប៉ុន្តែម៉ូកាក៏បានប្រាប់ទៅកាន់ទូប្រុសយើងថាបើសិនជាឯងនៅមានតែចិត្តអាត្មានិយមទៀតនោះច្បាស់ណាស់ឯងនឹងសោកស្ដាយនៅពេលណាមួយក្រោយពីការនិយាយគ្នាជាមួយម៉ូកាហើយនោះ
គាត់ក៏ចាប់ផ្ដើមនឹកឃើញនៅពេលដែលគាត់ក៏បានកាន់ដៃជាមួយនឹង Cherry និយាយស្រួលទៅជាទូប្រវយើងគឺសពេចសពិលមែនតើនៅពេលនេះដោយសារតែគាត់មិនអាចថាបោះបង់ទៅកាន់ Cherry ទេគឺមានចិត្តស្រឡាញ់ទៅកាន់ Cherry ដដែលហ្នឹងក៏ប៉ុន្តែដោយសារតែកត្តាគ្រួសាររបស់ Cherry ក៏អត់យល់ព្រមចំណែក Cherry នេះវិញនាងក៏បានយកស្បិនឃើញពីអតីតកាលរបស់នាងការនិយាយគ្នាជាមួយនឹងក្មេងប្រុសម្នាក់នោះដោយក្មេងប្រុសម្នាក់នោះក៏បានសង្ឃឹមថាតួស្រីរបស់យើងនឹងរំចាំងគាត់នៅពេលដែលគាត់ធំដឹងក្តីមានថ្ងៃមួយតួស្រីរបស់យើងក៏បានចូលទៅក្នុងបណ្ណាល័យនាងក៏បានជួបប្រទះនឹងសាច់រឿង Manga មួយដែលនិយាយអំពីរឿងស្នេហាវីរៈបរោះម្នាក់ដែលរងស្នេហ៍ព្រះនាងព្រះច័ន្ទ Cherry នៅពេលដែលនាងអានចប់ហើយនោះនាងក៏ចាប់ផ្ដើមរំភើបតែម្ដងដោយសារតែគាត់គឺមានអារម្មណ៍ថាចង់មានស្នេហាដូចគេដូចឯងដែរជាពិសេសនាងក៏ចង់ស្គាល់ពិភពលោកខាងក្រៅរឿងរ៉ាវទាំងអស់នេះទើបធ្វើឲ្យនាងគឺបានជួបប្រទះជាមួយនឹងតួប្រុសរបស់យើងនឹងឯងសាច់រឿងក៏កាត់ឈុតនៅពាក្យសម្ដីរបស់ក្មេងនឹងដដែលដោយសារតែគាត់ក៏បានបដិញ្ញាចិត្តហើយថាគាត់នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យ Cherry តែម្នាក់កូនហើយគាត់នឹងព្យាយាមគ្រប់បែបយ៉ាងដើម្បីឲ្យគាត់មានលក្ខណៈគ្រប់គ្រាន់និងរៀបការជាមួយនឹង Cherry ការយកសម្បត្តិរបស់នាងបែបនេះហើយទើបធ្វើឲ្យនាងគឺបានភ្ញាក់ឡើងវិញតែម្ដងសាច់រឿងក៏កម្មមកដល់ថ្ងៃថ្មីយើងថាឪពុករបស់ Cherry ក៏បានប្រាប់ទៅកាន់ម៉ាក់របស់ Cherry ផងដែរថាកុំបារម្ភពេកអីគាត់នៅតែជឿជាក់ទៅលើ Cherry ដដែលហ្នឹងចំណែក Cherry នៅវិញនាងកំពុងតែរៀបចំសម្ភារបំពាក់របស់នាងដើម្បីចូលរួមកម្មវិធីលុបបំបាត់ចំណងរបស់ពួកគេតែយើងមើលទឹកមុខរបស់គាត់ទៅដឹងហើយថានាងគឺសពូនចិត្តតែម្ដងគឺនាងមិនដាច់ចិត្តការធ្វើបែបនេះនោះឡើយពេលនោះក្មេងប្រុសម្នាក់នោះក៏បានបង្ហាញខ្លួនមកហៅ Cherry ដើម្បីចូលកម្មវិធីមួយនោះប៉ុន្តែគាត់ភ្ញាក់ផ្អើលនៅពេលដែលឃើញ Cherry ស្លៀកពាក់បែបនេះធ្វើឲ្យគាត់គឺលងស្នេហ៍កាន់តែខ្លាំងនិងសរសើរទៅកាន់ Cherry គឺមិនដាច់ពីមាត់នោះទេចំណែកទូប្រុសយើងនៅវិញកំពុងតែរៀបចំខ្លួនដើម្បីទៅកន្លែងកម្មវិធីមួយនោះហើយមិនយូរប៉ុន្មានគាត់ក៏បានដើរមកដល់កន្លែង Cherry តែម្ដងហើយគាត់ក៏បានសួរទៅកាន់ Cherry ថាមិនអីទេឬហើយនាងក៏បានតទៅវិញថានាងមិនអីនោះទេគឺចាប់ផ្ដើមកម្មវិធីមួយនេះទៅក្រោយពីការនិយាយអ្វីហើយនោះពួកគេក៏ចាប់ផ្ដើមចូលមកក្នុងបន្ទប់ដើម្បីរៀបចំកម្មវិធីមួយនោះនិងមានកាមេរ៉ាថតវីដេអូទុកជាភស្តុតាងបន្ទាប់មកម្នាក់ឯស្ដាំក៏ចាប់ផ្ដើមយកទឹកអម្រឹតមកឲ្យទូប្រុសយើងគឺផឹកទឹកអម្រឹតនេះទៅដើម្បីឲ្យវាចេញកន្ទុយពីក្បាលរបស់ទូប្រុសរបស់យើងទូប្រុសរបស់យើងក៏គាត់មិនស្ទាក់ស្ទើរផងដែរគាត់ក៏ចាប់ផ្ដើមផឹកតែម្ដងទូប្រុសរបស់យើងនៅពេលដែលគាត់ផឹកហើយនោះគាត់ក៏បានសម្លឹងមើលទៅកាន់ទឹកមុខរបស់ Cherry គាត់ដឹងថា Cherry កំពុងតែខូចចិត្តតែភ្លាមនោះក៏ស្រាប់តែថ្ងាសរបស់គាត់ក៏លេចឡើងកន្ទុយនឹងតែម្ដងម្នាក់ឯស្ដាំនោះក៏ចាប់ផ្ដើមប្រាប់ថាម្ដងថាឲ្យ Cherry ក៏យកដង្កៀបដើម្បីគៀបអានឹងចេញទៅនោះចំណងរបស់ពួកគេនឹងកាត់ផ្ដាច់ហើយអញ្ចឹងហើយ Cherry ក៏ចាប់ផ្ដើមយកដង្កៀបនោះដើម្បីគៀបកន្ទុយនឹងចេញពីក្បាលរបស់ទូប្រុសយើងប៉ុន្តែយើងមើលទឹកមុខរបស់ Cherry ទៅដឹងហើយថានេះគឺមិនចង់ធ្វើបែបនេះនោះទេឯគូកាក៏ចាប់ផ្ដើមសម្លឹងមើលទៅទឹកមុខរបស់ Cherry ដឹងថា Cherry គឺមិនមានបំណងថាចង់ទាញយកចេញទេគ្រាន់តែឃើញបែបនេះគូកាក៏ចាប់ផ្ដើមនឹកឃើញពីអនុស្សាវរីយ៍ជាច្រើនដែលគាត់ក៏បានសាងជាមួយនឹង Cherry នឹងឯងការគិតរបស់គាត់ក៏ចាប់ផ្ដើមកើតឡើងតែម្ដងថាហេតុអ្វីបានជាគាត់អាត្មានិយមបែបនេះហេតុអ្វីទៅបានជាគាត់គឺក្បត់ឧត្តមគតិរបស់ខ្លួនហេតុអ្វីទៅបានជាគាត់បោះបង់ឱកាសមួយនេះប៉ុន្តែគឺវាហួសពេលបាត់ទៅហើយដោយសារតែ Cherry ក៏បានដកកន្ទុយចេញពីក្បាលរបស់ទូប្រុសយើងគឺបាត់ទៅហើយនោះនៅពេលដែល Cherry ក៏បានដកចេញហើយនោះបរិយាកាសនៅទីនោះគឺស្ងាត់ជ្រាបតែម្ដងម្នាក់ដែលស្ដាំនឹងនៅពេលដែលឃើញទូប្រុសយើងគឺស្ងាត់ស្ងៀមបែបនេះគាត់ក៏បានសួរថាតើមិនអីទេឬប៉ុន្តែភ្លាមនោះស្រាប់តែ Cherry ក៏បានសួរទៅកាន់ទូប្រុសយើងផងដែរថាតើបងមានចិត្តស្រឡាញ់មកកាន់អូនដែរឬទេឬក៏រឿងរ៉ាវកន្លងមកបងគ្រាន់តែសម្ដែងសម្រាប់អូនតែប៉ុណ្ណោះគ្រាន់តែលើបែបនេះគូកាក៏ចាប់ផ្ដើមសម្រក់ទឹកភ្នែកនិងស្ទុះអោបទៅកាន់ Cherry ពេញដៃបងពិតជាស្រឡាញ់អូនខ្លាំងណាស់បងមិនអាចរស់នៅដោយខ្វះអូនបានទេម្នាក់ដៃឆ្វេងនឹងនៅពេលដែលឃើញអញ្ចឹងចង់ខាត់ផងដែរក៏ប៉ុន្តែត្រូវបានម្នាក់ដៃស្ដាំក៏អុកកកយកចេញតែម្ដងយ៉ាប់ហ្មងក្មេងនេះស្មៅខ្ចីចង់ស៊ីស្មៅចាស់ហ៎ចំណែកអ្នកទាំងពីរនេះវិញនៅពេលនេះពួកគេគឺបានដឹងពីអារម្មណ៍របស់ពួកគេរៀងៗខ្លួនហើយថាសេចក្តីស្នេហារបស់ពួកគេទាំងពីរនាក់នឹងមិនមែនកើតឡើងដោយសារតែចំណងនោះទេគឺកើតឡើងពីអារម្មណ៍សេចក្តីស្រឡាញ់ស្នេហារបស់ពួកគេពិតប្រាកដសាច់រឿងក៏កម្មមកដល់ថ្ងៃថ្មីយើងគិតថាបងប្អូនរបស់គូកាក៏បានមកអោបទៅកាន់ Cherry ដោយសារតែពួកគេគឺនៅទៅកាន់ Cherry ខ្លាំងណាស់ក្រោយពីអោប Cherry រួចហើយពួកគេក៏បានចាក់ចេញទៅឯគូកាក៏បានបង្ហាញខ្លួនហើយក៏បានប្រាប់ថាមូលហេតុដែលពួកគេទាំងពីរនាក់បានអោបទៅកាន់ Cherry នឹងដោយសារតែពួកគេនឹកទៅកាន់ Cherry ខ្លាំងណាស់ប៉ុន្តែ Cherry ក៏មិនថាអីដែរដោយសារតែនាងគឺមានអារម្មណ៍ថារីករាយបាត់ទៅហើយគូកាតើថ្ងៃនេះតើមានកិច្ចការដែលត្រូវធ្វើដែរឬទេអូកិច្ចការរបស់បងត្រូវបញ្ចប់នៅល្ងាចនេះហើយទំនេរថ្ងៃស្អែកដូច្នេះថ្ងៃស្អែកតើអូនទំនេរដែរឬទេបើសិនជាទំនេរតោះយើងទៅដើរលេងជាមួយនឹងគ្នាអីអូនពិតជារំភើបខ្លាំងណាស់នៅពេលដែលបងណាត់ជួបអូនបែបនេះដូច្នេះអូននឹងរងចាំបងជានិច្ចណាបន្ទាប់មកសាច់រឿងក៏កាន់នៅពេលដែល Cherry កំពុងតែមើលសម្លៀកបំពាក់របស់នាងគឺនាងចង់ទៅទិញកៅអៅមួយកំភ្លេដើម្បីដើរលេងជាមួយនឹងទូប្រុសរបស់យើងសាច់រឿងក៏កាន់នៅពេលដែល Chibi កំពុងតែដើរតាមផ្លូវក៏ស្រាប់តែជួបប្រទះជាមួយនឹង Cherry កំពុងតែលក់អាវនៅក្នុងហាងមួយបន្ទាប់មក Chibi ក៏បានសួរទៅកាន់ Cherry ថាតើកំពុងតែរកអាវមែនពិតមែនហើយខ្ញុំគឺពិបាករកខ្លាំងណាស់មិនដឹងថាស្លៀកបែបម៉េចនោះទេដើម្បីទៅជួបជាមួយនឹងទូប្រុសរបស់យើងនៅថ្ងៃស្អែកចាមិនអីនោះទេចាខ្ញុំជាអ្នករើសឲ្យក៏បានដែរនៅពេលដែលលើបែបនេះ Cherry ក៏អរគុណទៅកាន់ Chibi តែម្ដងហើយយើងឃើញថា Cherry នៅពេលដែលនាងគឺពាក់ឈុតអ្វីក៏ស្អាតផងដែរដោយសារតែនាងគឺមានសម្រក់ស្អាតបាត់ទៅហើយនឹង
ប៉ុន្តែឈុតមួយនេះឈៀរីក៏អត់ពេញចិត្តទេគឺចង់រកថ្មីមួយទៀតជីប៊ីក៏បាននិយាយរឿងរ៉ាវរបស់នាងកាលពីនៅតូចផងដែរនៅពេលដែលម្ដាយរបស់នាងក៏បានទិញឈុតកៅអៅយូកាតាឲ្យនាងនោះនាងក៏ចង់បានពណ៌ខៀវក៏ប៉ុន្តែម្ដាយរបស់គាត់ក៏បានទិញពណ៌ទឹកក្រូចឲ្យដូច្នេះហើយទើបជានាងយំប៉ុន្តែពេលនោះក៏ស្រាប់តែទូប្រុសយើងក៏បានចូលមកលួងនាងដោយលើកទឹកចិត្តទៅកាន់នាងថាពណ៌អ្វីក៏ដោយក៏វាពាក់បានដូចគ្នាផងដែរហើយវាក៏មានអត្ថប្រយោជន៍រៀងៗខ្លួនជីប៊ីនៅពេលដែលឃើញតួស្រីរបស់យើងគឺឡើងភ្លឹកបែបនេះហើយនាងក៏បានបដិសេធថានាងអត់មានអារម្មណ៍អីទៅលើទូប្រុសយើងទេក៏ប៉ុន្តែជីប៊ីនៅតែទម្លាយអារម្មណ៍របស់នាងទៅចំពោះទូប្រុសរបស់យើងថានាងក៏បានលួចស្រឡាញ់ទៅកាន់ទូប្រុសយើងផងដែរដោយសារតែគាត់គឺមានចិត្តល្អជាពិសេសហ្នឹងគឺជួយនាងនៅពេលដែលនាងមានលំបាកជាពិសេសនៅពេលដែលនាងគឺអត់មានលុយបង់សាលារៀននោះទូប្រុសរបស់យើងក៏បានចាញ់ថ្លៃបង់សាលាឲ្យទៀតហើយក៏ជាហេតុធ្វើឲ្យនាងគឺបានធ្លាក់អន្លងស្នេហ៍ទៅកាន់ទូប្រុសរបស់យើងតែម្ដងទោះបីជាគាត់គឺមានអាយុច្រើនជាងនាងក៏ដោយហើយណាមួយទៀតពួកគេគឺជាបងប្អូនជីដូនមួយទៀតប៉ុន្តែឈេរីក៏បានប្រាប់ថាវាមិនអីនោះទេគ្រាន់តែបញ្ចេញអារម្មណ៍របស់យើងមកខាងក្រៅមកវារៀងធូរស្រាលហើយកុំឲ្យលាក់នៅក្នុងចិត្តពេកអីប៉ុន្តែជីប៊ីក៏បានអរគុណទៅឈេរីដែលមិនខឹងនាងនៅពេលដែលនាងគឺនិយាយបែបនេះដូច្នេះហើយនាងក៏បានទៅរកហាងផ្សេងទៀតដើម្បីលោកកៅឲ្យទៅកាន់ឈេរីកាលមកដល់កន្លែងទូប្រុសយើងនៅវិញក៏កំពុងតែហៅកិច្ចការរបស់គាត់ហើយក៏ប៉ុន្តែគាត់លើសលេងខាងក្រៅដូច្នេះគាត់ក៏បានចេញមកមើលក៏ស្រាប់តែឃើញឈេរីហើយនិងជីប៊ីអញ្ចឹងហើយគាត់ក៏បានសួរទៅកាន់នាងទាំងពីរថាទៅមកពីណាហ្នឹងឈេរីក៏បានតបថាគឺនាងទៅតែមកកន្លែង shopping អញ្ចឹងហើយទូប្រុសយើងក៏បានត្រឹមតែងក់ក៏បាននឹងតែម្ដងបន្ទាប់ពីអ្នកទាំងពីរក៏បានចាក់ចេញទៅនោះទូប្រុសយើងក៏ចាប់ផ្ដើមនឹកឃើញថាគាត់ក៏បាន date ជាមួយនឹងឈេរីនៅថ្ងៃស្អែកតមកគាត់ក៏បានប្រាប់ទៅកាន់បងប្អូនរបស់គាត់ថាគាត់ចេញក្រៅបន្ទិញហើយគាត់មិនបានទៅណាឆ្ងាយនោះទេគឺគាត់ទៅផ្ទះរបស់លោកគ្រូសាណូដែលគាត់គឺពឹងទៅកាន់លោកគ្រូសាណូឲ្យរៀបចំខ្លួនរបស់គាត់ធ្វើជាមនុស្សដែលទាន់សម័យពីព្រោះថ្ងៃស្អែកគឺជាថ្ងៃដែលរបស់គាត់ហើយដូច្នេះហើយគាត់គឺចង់តែងខ្លួនឲ្យបានសមរម្យគ្រូសាណូក៏បានឲ្យសភៅមួយទៅកាន់ទូប្រុសយើងដើម្បីមើលម៉ូដនិងស្លៀកពាក់ទៅតាមអ្វីដែលពួកគេចង់បានស្អីរឿងក៏កាន់នៅពេលដែលឈេរីកំពុងតែអង្គុយចាំទៅកាន់ទូប្រុសយើងនឹងនាងគឺរំពឹងថាទូប្រុសយើងគឺបានមកដល់ភ្លាមនោះក៏ស្រាប់តែឮសំឡេងរបស់ទូប្រុសយើងនៅពេលដែលនាងគឺបានសម្លឹងមើលទៅកាន់ទូប្រុសយើងគឺមានអារម្មណ៍ថារំភើបតែម្ដងមិនត្រឹមតែប៉ុណ្ណោះទូប្រុសយើងក៏បានសម្លឹងមើលទៅកាន់ឈេរីគឺស្អាតដូចគ្នាអញ្ចឹងបានថាពួកគេក៏បានតែងខ្លួនស្អាតមែនតែម្ដងនៅពេលនោះឈេរីនៅពេលដែលឃើញមនុស្សដែលខ្លួនឯងស្រឡាញ់គឺតែងខ្លួនស្អាតបែបនេះធ្វើឲ្យនាងគឺសរសើរទៅកាន់ទូប្រុសយើងគឺមិនដាច់ពីមាត់ទេសូម្បីតែទូប្រុសយើងក៏បានសរសើរទៅកាន់ឈេរីផងដែរថាថ្ងៃនេះអូនពិតជាតែងខ្លួនស្អាតខ្លាំងណាស់ឈេរីនៅពេលដែលឃើញមនុស្សដែលខ្លួនឯងស្រឡាញ់សរសើរបែបនេះហើយធ្វើឲ្យនាងគឺអៀនយកហ្មងបន្ទាប់ពីពួកគេក៏បាននិយាយគ្នាហើយនោះពួកគេក៏បានធ្វើដំណើរដើម្បីទៅកន្លែងលេងស្គីគណៈពេលកំពុងតែដើរនឹងឈេរីក៏មានបំណងថាចាប់ដៃទៅកាន់ទូប្រុសយើងផងដែរអញ្ចឹងហើយនាងក៏ចាប់ផ្ដើមធ្វើដៃយឺតៗដើម្បីចាប់ទូប្រុសរបស់យើងនឹងឯងក៏ប៉ុន្តែទូប្រុសយើងក៏បានដកដៃទាន់ដោយសារតែគូកាគាត់គឺមានអារម្មណ៍ថាអៀនទៅកាន់ឈេរីខ្លាំងមែនទែនចំណែកទឹកមុខរបស់ឈេរីនៅវិញកំពុងតែអន់ចិត្តបាត់ទៅហើយអាណាគេលេងអីតណាអញ្ចឹងវ៉ៃគេជាមនុស្សស្រីនៅពេលដែលគេហ៊ានបែបនេះមានន័យថាគេគឺមានចិត្តក្លាហាននឹងឯងតាមទាំងមិនមានភាពខ្មាស់អៀនទៀតចំណែកឯងជាប្រុសទេតែធ្វើចរិតដូចជាស្រីអញ្ចឹងដូចប្រុសមួយចំនួនអញ្ចឹងមិនយូរប្រហែលអ្នកទាំងពីរក៏បានមកដល់កន្លែងលេងស្គីហើយដោយពួកគេគឺមានអារម្មណ៍ថាចង់លេងជាខ្លាំងជាពិសេសហ្នឹងគឺជារៀងតែម្ដងដោយសារតែនេះគឺមិនដែលធ្លាប់លេងបែបនេះនោះទេប៉ុន្តែដោយសារតែពួកគេគឺអត់ចេះលេងស្គីនោះទេពីព្រោះពួកគេទៅតែលើកដំបូងទេអញ្ចឹងហើយការជិះស្គីលើទឹកកកគឺពួកគេអត់មានជំនាញនោះឡើយចំណែកឈេរីនៅវិញគឺរៀនតែមួយផ្លេចគឺចេះលេងតែម្ដងចំណែកទូប្រុសយើងគឺគាំងស្ដោកហ្មងនៅពេលដែលឃើញទូស្រីរបស់យើងគឺលេងបែបនេះអញ្ចឹងបន្តមកទូស្រីរបស់យើងក៏បានហុចដៃដើម្បីឲ្យទូប្រុសយើងគឺលេងជាមួយនឹងនាងប៉ុន្តែទូប្រុសយើងក៏បានបដិសេធថាគាត់ចាំរៀនឲ្យចេះសិនអញ្ចឹងហើយធ្វើឲ្យទូប្រុសយើងគឺបានព្យាយាមមែនតើក្នុងការលេងជិះស្គីនឹងឯងមិនថាគាត់ដួលយ៉ាងណាក៏ដោយក៏ប៉ុន្តែគាត់ត្រូវតែទ្រាំភ្លាមនោះស្រាប់តែឈេរីក៏បានកលេចឃើញគូស្នេហ៍មួយគូកំពុងតែលេងជិះស្គីកាន់ដៃគ្នាដូច្នេះហើយនាងក៏បាននឹកឃើញពីពាក្យសម្ដីរបស់ជីប៊ីថាទូប្រុសយើងគឺជាមនុស្សល្អបំផុតហើយសម្រាប់នាងនោះអ្វីដែលគាត់ធ្វើមិនបានគឺគាត់ត្រូវតែព្យាយាមធ្វើឲ្យតតែបាននឹងឯងពួកគាត់នៅវិញគាត់មិនតបានប្រមាណហងគឺចាប់ផ្ដើមចេះលេងស្ទាត់បាត់ទៅហើយអញ្ចឹងហើយគាត់ក៏បានមកនិយាយជាមួយនឹងឈេរីថានៅពេលដែលឃើញអូនពិបាកចិត្តបែបនេះធ្វើឲ្យគាត់គឺកាន់តែពិបាកចិត្តដូច្នេះអូនកុំគិតអីវែងឆ្ងាយបែបនេះតើបានទេអូនបងស្រឡាញ់អូនគឺជាអូនមិនមែនស្រឡាញ់អូនគឺជាគេនោះទេណាអូនការនិយាយបែបនេះហើយធ្វើឲ្យឈេរីក៏សប្បាយចិត្តឡើងវិញដូច្នេះហើយពួកគេក៏ចាប់ផ្ដើមកាន់ដៃគ្នានិងលេងស្គីនៅពេលនោះតែម្ដងកាលមកដល់កន្លែងបងប្អូនរបស់កូកាទាំងពីរនាក់វិញពួកគេកំពុងតែអង្គុយរងចាំទៅកាន់ទូប្រុសយើងខណៈពេលនោះក៏ស្រាប់តែឮសលេងរបស់ទូប្រុសយើងនោះគាត់គឺសប្បាយចិត្តហើយពួកគេក៏មិនចាំយូរក៏ទៅជួបទៅកាន់ទូប្រុសយើងតែម្ដងឯកូកានិងឈេរីក៏បានទៅញឹមទៅកាន់អ្នកទាំងពីរប្រុសពៅនឹងក៏បានរត់ទៅអោបទៅកាន់ទូប្រុសយើងដោយសារតែគាត់គឺនៅទៅកាន់ទូប្រុសយើងខ្លាំងណាស់នៅពេលដែលទូប្រុសយើងគឺដើរលេងឆ្ងាយបែបនេះដល់មកទៀតសាច់រឿងក៏កាន់នៅពេលដែលទូប្រុសយើងកំពុងតែធ្វើកិច្ចការរបស់គាត់បន្តទៀតហើយក៏ប៉ុន្តែក៏បាននឹកឃើញអនុស្សាវរីយ៍គាត់កាលពីដើរលេងពីខែមុនថានោះគឺជាដំណើរកម្សាន្តដ៏ល្អបំផុតសម្រាប់គាត់ក៏ប៉ុន្តែសម្រាប់ខែនេះគាត់ត្រូវតែចំណាយលុយឲ្យតិចជាងមុនដោយសារតែគាត់ចំណាយច្រើនណាស់នៅខែមុនលៀមនោះក៏ស្រាប់តែបងប្អូនរបស់កូកាទាំងពីរនាក់ក៏បានសុំទៅកាន់កូកាដើម្បីទៅលេងសួននៅខាងមុខជាមួយនឹងមិត្តភ័ក្តិរបស់ពួកគេអញ្ចឹងហើយទូប្រុសយើងក៏បានអនុញ្ញាតនិងប្រាប់ថាឲ្យបញ្ញាមកផ្ទះវិញផងណាកុំឲ្យលេងដល់យប់ជ្រៅបន្តមកសាច់រឿងក៏កើតនៅពេលដែលបងប្អូនរបស់កូកាក៏បានរត់លេងជាមួយមិត្តភ័ក្តិរបស់ពួកគេនៅសួនច្បារមួយកន្លែង
ប៉ុន្តែដោយសារតែមេឃវារភ្លៀងហើយនោះក៏មិត្តភ័ក្តិរបស់ពួកគេពី3នាក់ទៀតក៏បានប្រមូលទៅកាន់អ្នកទាំងពីរថាឲ្យពួកគេគឺទៅលេងផ្ទះរបស់ពួកគេទៅពីព្រោះពួកគេគឺមិនដែលឃើញអ្នកទាំងពីរគឺមកលេងផ្ទះរបស់ពួកគេទេប៉ុន្តែត្រូវបានគូកាក៏បានបដិសេធថាពួកគេគឺបានប្រញាប់ទៅផ្ទះអត់បានទៅទេហើយក្មេងៗដទៃទៀតក៏បានរត់ដើម្បីត្រឡប់ទៅផ្ទះវិញទៅប៉ុន្តែរាល់សកម្មភាពទាំងអស់នេះត្រូវបាន Cherry ក៏បានដឹងអស់ហើយតមកទៀតពួកគេក៏បានត្រឡប់មកផ្ទះវិញហើយទូប្រុសយើងក៏បានសួរថាហេតុអ្វីបានពួកឯងមកលឿនម្ល៉េះតែពួកគេក៏បានអះអាងថាដោយសារតែពួកគេគឺអត់ចង់លេងទៀតទេណាមួយមេឃវារភ្លៀងផងអញ្ចឹងហើយទូប្រុសយើងក៏បានប្រាប់ថានៅទីនេះហើយចាំគាត់ទៅធ្វើម្ហូបដើម្បីឲ្យញ៉ាំលៀមនោះដែរ Cherry ក៏បានចូលមកដល់ផងដែរដូច្នេះហើយបងរបស់កូកាក៏បានចូលប្រាប់ទៅកាន់ Cherry ថាកុំឲ្យប្រាប់រឿងរ៉ាវទាំងអស់នេះឲ្យទូប្រុសយើងគឺបានដឹងហើយក៏បាននាំអាប្រុសពើនឹងក៏បានទៅបន្ទប់តែម្ដងចំណែក Cherry នៅវិញនៅពេលដែលឃើញប្អូនរបស់កូកាគឺមានបញ្ហាបែបនេះគឺនាងនៅមិនសុខនោះឡើយដូច្នេះហើយនាងក៏បានចូលទៅសួរទៅកាន់ប្អូនរបស់កូកាហេតុអ្វីបានជាមិនប្រាប់រឿងរ៉ាវទាំងអស់នេះឲ្យទៅកាន់កូកាឲ្យបានដឹងប៉ុន្តែប្អូនរបស់កូកាក៏បានតបថាវាមិនមានបញ្ហាអីធំទេគ្រាន់តែវាមេឃរភ្លៀងហើយនាងក៏បានត្រឡប់មកផ្ទះវិញនឹងឯងភ្លាមនោះក៏ស្រាប់តែអាប្រុសពើក៏បានរត់ទៅកាន់ដៃរបស់ Cherry និងប្រាប់ទៅកាន់ Cherry ថាតាមការពិតទៅបងស្រីរបស់ខ្លួនឯងគឺចង់ទៅលេងមិត្តភ័ក្តិរបស់គាត់ខ្លាំងណាស់ហើយនោះគ្រាន់តែជាលេសរបស់គាត់ដែលបាននិយាយនោះទេបងទី2របស់កូកាក៏ចាប់ផ្ដើមយំCherry នៅវិញមិនដឹងថាលួនទៅកាន់នាងបែបម៉េចនោះទេប៉ុន្តែជាសំណាងល្អទូប្រុសយើងក៏បានបង្ហាញខ្លួនតាន់ដូច្នេះហើយក៏បានទៅសួរទៅកាន់បងស្រីរបស់ខ្លួនឯងថាតើឯងគឺមានបញ្ហាអីមែនបានជាយំបែបនេះបងរបស់គាត់ក៏មិនបានលាក់បាំងអីដែរក៏បាននិយាយថាគឺនាងចង់ទៅលេងមិត្តភ័ក្តិរបស់នាងប៉ុន្តែនាងខ្លាចនៅពេលដែលនាងគឺបានដើរលេងនោះវាមានបញ្ហាអ្វីនោះគឺអាចបង្កឲ្យទៅកាន់ទូប្រុសយើងបាននិងផ្ដល់ផលវិបាកជាច្រើនដល់ទៅកាន់ទូប្រុសរបស់យើងជាពិសេសគឺនាងគឺខ្លាចទៅកាន់ប្រុសពៅចូលចិត្តទៅកាន់បង Cherry គឺខ្លាំងជាងខ្លួនហើយក៏ជាហេតុដែលនាងគឺមិនចង់ទៅលេងមិត្តភ័ក្តិរបស់នាងតតែសោះនៅពេលបងរបស់ខ្លួនឯងគឺនិយាយទាំងឈឺចាប់បែបនេះហើយក៏បានលើកទឹកចិត្តទៅកាន់នាងថាឯងកុំឲ្យគិតបែបនេះអីអ្វីដែលឯងចង់ធ្វើឯងគួរតែធ្វើទៅពីព្រោះនោះគឺជាជំរឿនរបស់ឯងកុំក្បត់ឧត្តមកតេរបស់ខ្លួនឯងដោយសារតែរឿងនេះអីឯងត្រូវចាំថាមានបងអ្នកចាំគ្រប់ត្រទៅកាន់ឯងមិនត្រឹមតែបងនោះទេអាប្រុសពៅហើយនិង Cherry គឺនៅក្បែរឯងជានិញក្រោយពីការលើកទឹកចិត្តរបស់ទូប្រុសយើងនឹងហើយប្អូនរបស់កូកាក៏បានរត់ទៅអោបទៅកាន់អាប្រុសពៅនិងនិយាយសុំទោសទៅកាន់ប្អូនរបស់ខ្លួនឯងថាឲ្យបងសុំទោសណាប្អូនបងមិនគួរធ្វើបែបនេះនោះទេ Cherry នៅពេលដែលឃើញបែបនេះគឺនាងមានអារម្មណ៍ថាត្រេកអរផងដែរដោយសារតែបញ្ហាមួយនេះត្រូវបានដោះស្រាយបន្តមកទៀតតួស្រីរបស់យើងនិងទូប្រុសយើងក៏ចាប់ផ្ដើមប្រមូលអ្នកទាំងអស់គ្នានោះថាពួកគេនឹងញ៉ាំអ្វីជុំគ្នានៅថ្ងៃនេះតែម្ដងពីព្រោះនៅថ្ងៃនេះគឺជាថ្ងៃឆ្លងឆ្នាំហើយពួកគេក៏បានប្រមូលទៅកាន់ចៃម៉ូកាមិនត្រឹមតែចៃម៉ូកានោះទេក៏បានខលទៅកាន់លោកគ្រូសាណូផងដែរបន្តមកទៀតយើងគិតថាការធ្វើម្ហូបរបស់ទូប្រុសយើងគឺច្រើនមុខមែនទែនសូម្បីតែ Chibi ក៏បានសរសើរទៅកាន់ទូប្រុសយើងដោយសារតែគាត់គឺប៉ិនជំនាញខាងធ្វើម្ហូបខ្លាំងណាស់មិនយូរប្រហែលចៃម៉ូកាហើយលោកគ្រូសាណូក៏បានមកដល់ព្រមទាំងទិញផាវមកជាមួយទៀតចំណែកលោកគ្រូសាណូក៏ចាប់ផ្ដើមរៀបចំដាក់អាងទឹកមួយដើម្បីដាក់ពីប៉ោងនៅក្នុងនោះឲ្យវាអណ្ដែតបន្ទាប់ពីការរៀបចំអ្វីហើយនោះពួកគេក៏ចាប់ផ្ដើមញ៉ាំអាហារម្នាក់មកផ្អប់ម្នាក់មកផ្អប់តែម្ដងដោយម្នាក់នឹងគឺសរសើរស្នាដៃទៅកាន់ទូប្រុសយើងខ្លាំងមែនទែនក្នុងការធ្វើម្ហូបភ្លាមនោះក៏ស្រាប់តែហូណាមីក៏បានបង្ហាញខ្លួនដោយសារតែនាងទើបតែចេញពីធ្វើការទូប្រុសយើងក៏បានសុំទោសទៅកាន់នាងដោយសារតែគាត់គឺមិនទាន់បានហាទៅកាន់នាងមុននឹងឯងភ្លាមនោះ Cherry ក៏បានបកដៃទៅកាន់ហូណាមីនិងប្រាប់ថាមកចូលរួមកម្មវិធីរបស់ពួកគេអញ្ចឹងហើយហូណាមីក៏បានសុំខ្លួនដើម្បីទៅផ្លាស់កៅអៅមួយផ្លែនហើយទូប្រុសយើងគឺមានអារម្មណ៍ថាឆ្ងល់ថាហេតុអ្វីបានជា Cherry ក៏បានស្គាល់ទៅកាន់ហូណាមីអញ្ចឹង Cherry ក៏បានប្រាប់ថាថ្ងៃមុនគឺនាងក៏បានជួបជាមួយនឹងហូណាមីដូច្នេះហើយហូណាមីក៏បាននាំនាងដើម្បីធ្វើកញ្ចក់តែម្ដងទៅបណ្ដាឲ្យនាងគឺមានអារម្មណ៍ថាស្និទ្ធស្នាលជាមួយនឹងហូណាមីនឹងឯងបន្តមកទៀតបងប្អូនរបស់កូកាក៏បានហៅទៅកាន់កូកាដើម្បីលេងកញ្ជ្រួញមិនមែនអ្នកនរគ្នាគឺលេងផាអ្នកនរគ្នាប៉ុន្តែមានអត់សូវស្គាល់ទេអ្នកនរគ្នាអាចមើលខ្លួនឯងបាននេះហើយយើងថាការជួបជុំរបស់ពួកគេញ៉ាំអាហារពេលយប់នោះវាហាក់បីដូចជាគ្រួសារមួយដែលរស់នៅក្រោមដំបូលផ្ទះតែមួយអញ្ចឹងហើយការសប្បាយរបស់ពួកគេគឺលីឡំមនោសញ្ចេតនារៀងខ្លួនទូប្រុសរបស់យើងក៏បានសម្លឹងមើលទៅទឹកមុខរបស់តួស្រីហើយតួស្រីរបស់យើងក៏បានញញឹមដោយមនោសញ្ចេតនាបន្តមកអ្នកទាំងពីរក៏បានមកអង្គុយនិយាយគ្នាលេងដោយតួស្រីរបស់យើងក៏បានបង្ហាញពីអារម្មណ៍សប្បាយរីករាយរបស់នាងថានេះគឺទៅតែលើកទី1នោះទេដែលនាងបានជួបប្រទះហើយ Cherry ក៏បានបន្តនិយាយទៀតថានាងគឺចង់ស្នើទៅកាន់តួប្រុសយើងដើម្បីឲ្យពួកគេគឺមានចំណងដូចការពីមុនទៀតគ្រាន់តែលើបែបនេះធ្វើឲ្យតួប្រុសរបស់យើងក៏ចាប់ផ្ដើមអៀនទៅកាន់ Cherry ក៏កាន់តែខ្លាំងហើយនៅពេលនោះមិនត្រឹមតែប៉ុណ្ណោះនោះទេ Cherry ក៏បានកាន់ដៃទៅកាន់តួប្រុសយើងឲ្យជាប់ទៀតផងនេះសបញ្ជាក់ឲ្យដឹងថាស្នេហារបស់ពួកគេគឺជាស្នេហាអមតៈមួយបរិបទមិនមែនត្រឹមតែនិយាយពាក្យថាបងស្រឡាញ់អូនគ្រប់តែពេលវេលានោះទេប៉ុន្តែជាបរិបទដែលបង្ហាញក្តីស្រឡាញ់របស់ខ្លួនពើបគ្រប់ពេលវេលាភ្លាមនោះក៏ស្រាប់តែបងប្អូនរបស់កូកាទាំងពីរនាក់ក៏បានរត់ចូលមកអោបហើយចំណែកអ្នកទាំងអស់គ្នានោះក៏ចាប់ផ្ដើមអបអរទៅកាន់ពួកគេយើងមើលទៅគ្រួសាររបស់កូកាគឺមានសុភមង្គលនិងក្តីសុខខ្លាំងណាស់